សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបង្កើត weekend គឺបង្កើតថ្ងៃចុងសប្តាហ៍ដំបូងឡើយគឺខ្ញុំចូលទៅ menu setting បន្ទាប់មកខ្ញុំចូលទៅកាន់ vacation បន្ទាប់មកខ្ញុំធ្វើការ click ទៅលើ weekend ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់ weekend ហើយបន្ទាប់មកគឺខ្ញុំ click ទៅលើប៊ូតុង add new ហើយវានឹងបង្ហាញប្រអប់ដើម្បីយើងបញ្ចូលព័ត៌មានថ្ងៃចុងសប្តាហ៍ឥឡូវខ្ញុំសូមវាយឈ្មោះលើឈ្មោះថ្ងៃចុងសប្តាហ៍ខ្ញុំដាក់ថ្ងៃអាទិត្យខ្ញុំធ្វើការ click ទៅលើប៊ូតុង add new នេះគឺជាអ្វីដែលខ្ញុំបានបន្ថែមអំបញ្ញមិញខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិចប្រសិនបើកម្ចីយើងប៉ះចំថ្ងៃសៅរ៍ហើយនឹងថ្ងៃអាទិត្យពេលនោះវានឹងលោតទៅថ្ងៃច័ន្ទវិញ